ស្ដីពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍សាជាថ្មីជាមួយនឹង channel ពីសនាមអូខេទៀតហើយបាទថ្ងៃនេះដែរខ្ញុំមកអាប់ដេតជាមួយនឹងការដកលុយជាមួយនឹង game បាញ់ថ្មហ្នឹងហើយបងប្អូនច្បាស់ជាដឹងជាប្រភេទ game មួយនេះហ្នឹងហើយសម្រាប់បងប្អូនទាំងគ្នាថ្មីដែលគាត់មិនទាន់ដឹងពីរបៀបនៃការលេងហ្នឹងហើយបងប្អូនទាំងគ្នាអាចទស្សនានៅវីដេអូមួយនេះបានអញ្ចឹងថ្ងៃនេះខ្ញុំអាប់ដេតពីការដកលុយតែសម្រាប់អ្នកថ្មីខ្ញុំក៏បានបង្ហាញនៅក្នុងនោះដែរដើម្បីគាត់ដឹងពីរបៀបនៃការលេងដែរអញ្ចឹងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនទាំងគ្នាយូរហ្នឹងហើយបើសិនជាបងប្អូនទាំងគ្នាចាប់អារម្មណ៍នៅកម្មវិធី game នេះតែបងប្អូនទាំងគ្នាអាចដំឡើងនៅក្នុងក្រុមចំណងជើងនៃវីដេអូរបស់ខ្ញុំបានបាទតែឥឡូវសម្រាប់បងប្អូនទាំងគ្នាថ្មីដែលទើបតែមកថ្មីដែលមិនទាន់បានជួយចុច subscribe នៅក្នុង channel របស់ខ្ញុំហើយកុំភ្លេចចុចញាក់មួយទៅដើម្បីទៅបាននៅคลิปវីដេអូថ្មីទៀតបាទនេះគឺជា channel របស់ខ្ញុំអាប់ដេតរាល់ការដកលុយផ្សេងៗចេញពីកម្មវិធី game អញ្ចឹងណាអញ្ចឹងខ្ញុំអាប់ដេតដកជាមួយនឹងកម្មវិធី game បាញ់ថ្មមួយនេះហើយតោះទៅមើលជាមួយខ្ញុំបងប្អូនតើ game មួយហ្នឹងនឹងអាចដកលុយបានទេអត់ឬក៏អត់ទេហ្នឹងហើយសម្រាប់បងប្អូនទាំងគ្នាដែលគាត់លេងហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនទើបតែមកថ្មីខ្ញុំសូមណែនាំបន្តិចហ្នឹងហើយសម្រាប់បងប្អូនមកថ្មីដល់ពេលដែលគាត់បានចុះឈ្មោះនៅខាងក្រោម link របស់ខ្ញុំហើយបងប្អូនទាំងគ្នាចុចមកជាប់ជាមួយ Gmail បងប្អូនទាំងគ្នាហ្នឹងហើយជាប់មួយ Gmail បងប្អូនទាំងគ្នាទៅដើម្បីយើងអាចលេងជាមួយកម្មវិធី game នេះបានហើយបន្ទាប់មកបងប្អូនទាំងគ្នានឹងឃើញកឡោនទាំងអស់នេះដែលជាកឡោនដែលអាចរកលុយបានហ្នឹងហើយសម្រាប់អ្នកដែលមិនចេះណែនាំទៅកាន់មិត្តភ័ក្តិបន្តទៀតអញ្ចឹងណាហ្នឹងហើយតែបើសិនជាបងប្អូនទាំងគ្នាចេះណែនាំមិត្តភ័ក្តិបន្តទៀតកាន់តែល្អអញ្ចឹងណាហ្នឹងហើយបងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់តិចសម្រាប់បងប្អូនទាំងគ្នាដែលគាត់បង្កើត PayPal អត់បានហើយបងប្អូនទាំងគ្នាអាចទំនាក់ទំនងមួយខ្ញុំបានហើយខ្ញុំមានសេវាកម្មនៃការបង្កើតជូនបងប្អូនទាំងគ្នាហ្នឹងហើយបងប្អូនទាំងគ្នាអាចឆាតទៅ Telegram ខ្ញុំទៅហ្នឹងហើយយ៉ាងនិយាយគ្នាបានអញ្ចឹងណាបាទអញ្ចឹងបងប្អូនទាំងគ្នាងាកមកកន្លែងរកលុយយើងវិញសម្រាប់អ្នកថ្មីបាទបងប្អូនទាំងគ្នាចុចកន្លោនេះមកអញ្ចឹង game ទាំងអស់នេះនៃការរកអត់មានខុសពីគ្នាបានទេបាទអញ្ចឹងយើងរកនៅចំណុចទាំងអស់នេះបាទកន្លែងចំណុចនេះគឺកន្លែងលក្ខខណ្ឌមកគេដែលគេដាក់ឲ្យយើងលេងមួយថ្ងៃបានដងអញ្ចឹងណាកន្លែងនេះដែលយើងចុចចូលលេងសញ្ញាព្រួយខ្ញុំដាក់ហ្នឹងបាទទី1បងប្អូនទាំងគ្នាលេខការ invite បើសិនជាបងប្អូនទាំងគ្នាចេះ invite អានេះលក្ខខណ្ឌរបស់គេឲ្យ5នាក់អញ្ចឹងណានៅក្នុងមួយកន្លោនណាមួយថ្ងៃឲ្យ5នាក់តែបើលើសនឹងក៏បានដែរអត់ជាបញ្ហាទេនេះគ្រាន់ជាលក្ខខណ្ឌរបស់គេទេបើសិនជាយើងណែនាំបាន5នាក់យើងនឹងទទួលបាននេះអាខ្វៃពខៀវនេះបាទដើម្បីយើងអាចយកទៅដោះលក្ខខណ្ឌរបស់គេព្រោះ game អស់នេះមានលក្ខខណ្ឌតែ Big Man អត់មានលក្ខខណ្ឌទេបងប្អូនទាំងគ្នាឲ្យតែគ្រប់លុយដកយកមកលុយចូលភ្លាមមកបាទតែពួក game នេះរៀងស្មុគស្មាញបន្តិចហេតុអីដោយសារតែវាមានលក្ខខណ្ឌច្រើនហ្នឹងហើយអញ្ចឹងយើងក៏រើទៅតាមចាក់ស្ដែងទៅតែជាទូទៅយើងរើតាមរយៈការណែនាំបានលឿនជាងបងប្អូនទាំងគ្នាហ្នឹងខ្ញុំបញ្ជាក់សម្រាប់បងប្អូនទាំងគ្នាថ្មីអញ្ចឹងណាហើយបន្ទាប់មកបងប្អូនទាំងគ្នាមើលនេះបងប្អូនទាំងគ្នាចុចទៅលើផ្ទាំងមួយនេះទៅមើលផ្ទាំងរូបភាពកន្លែងហ្នឹងបាទអញ្ចឹងវាមានផ្ទាំងនេះគ្នាជាផ្ទាំងបែបនេះអញ្ចឹងបងប្អូនទាំងគ្នាអាច scroll វាទៅ scroll សម្រាប់អ្នកថ្មីបាទ scroll វាក៏ទុកចោលវាមិនផ្លែទៅអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងត្រូវនេះចុចខ្វែងនេះបាទអញ្ចឹងបងប្អូនទាំងគ្នាមិនតន់អាចទៅណាបានទេសម្រាប់អ្នកដែលអត់តន់យល់ណាបងប្អូនទាំងគ្នាមើលកន្លោនមួយនេះបើសិនជានេះទឹកពណ៌លឿងនេះវាដើរពេញនៅចន្លោះនេះបានយើងបានទទួលបានបន្ទុកនៅកន្លែងនេះឃើញអត់ហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាអត់តន់ពេញទេបងប្អូនទាំងគ្នាចុចនេះសញ្ញាពណ៌ទៅចែកនឹងវិញមកអញ្ចឹងយើង scroll វាអញ្ចឹងក៏បានឬក៏យើងមិន scroll ក៏បានតែយើងទុកចោលប្រហែលជាអត់ដល់1នាទីទេហើយយើងខ្វែងវាចោលទៅយើងនឹងទទួលបានជាមួយនឹងភេទកាយឥឡូវខ្ញុំធ្វើឲ្យមើលមួយសិនសម្រាប់អ្នកដែលថ្មីគាត់បានដឹងពីរបៀបនៃការលេងអញ្ចឹងខ្ញុំខ្លាចគាត់រកបានអញ្ចឹងណាបងប្អូនទាំងគ្នាតែដល់ពេលដែលយើងទុកចោលបំផ្លែទៅយើងទទួលបានកាក់នេះយើងចុចសញ្ញាពណ៌ទៅចែកមកបាទឃើញអញ្ចឹងយើងលេងបានចំនួន2ដងបងប្អូនទាំងគ្នាមើលឡើងនេះទៅអញ្ចឹងឲ្យយើងលេង5ដងមួយថ្ងៃហើយកន្លែងនេះមើលពាណិជ្ជកម្មអញ្ចឹងពាណិជ្ជកម្មមិនបងប្អូនទាំងគ្នាចុចកន្លែងហ្នឹងទៅនៅឃើញពាណិជ្ជកម្មមកគេឃើញអត់កន្លែងចាំតិចទៅកន្លែងហ្នឹងក៏ខ្ញុំអត់បានបង្ហាញដែរឃើញអត់ពាណិជ្ជកម្មយ៉ាអញ្ចឹងបងប្អូនទាំងគ្នាអាចមើលបាននឹងពាណិជ្ជកម្មមើលធ្វើម៉េចមើលខាងក្រោមនេះបងប្អូនទាំងគ្នាមើលសញ្ញាខាងក្រោមនេះដើរពេញអស់ទៅយើងនឹងទទួលបានជាមួយនឹងកាក់របស់គេបាទពេលបងប្អូនទាំងគ្នាមើលចប់យើងនឹងទទួលបាននៅភេទកាក់ដែរបាទអញ្ចឹងតម្រង់របស់នេះបងប្អូនទាំងគ្នាអាចចូលលេងបានដោយខ្លួនឯងនេះគ្រាន់តែការណែនាំទូទៅពីខ្ញុំទេបាទអញ្ចឹងយើងចេញពីកន្លែងហ្នឹងហើយកន្លែងចំណុចកន្លែងនេះនេះបងប្អូនទាំងគ្នាលេងពី level 5រហូតដល់ level 360ទៅយើងនឹងទទួលបានលុយនេះនៅកន្លែងនេះអញ្ចឹងលុយទាំងអស់ហ្នឹងទៅណាអញ្ចឹងលុយទាំងអស់ហ្នឹងវានៅចំណុចលើនេះអញ្ចឹងលុយហ្នឹងយើងដកបានអត់ដកបានតែវាមានលក្ខខណ្ឌមកគេវាត្រូវពេញលក្ខខណ្ឌឲ្យនេះឲ្យពេញលក្ខខណ្ឌរបស់គេទាំងអស់ហ្នឹង
ដែលខ្ញុំគូសហ្នឹងអញ្ចឹងយើងត្រូវអ្នកខាត់ដាក់អានឹងឲ្យពេញមកទើបយើងអាចមានសិទ្ធដកលុយទាំងអស់ហ្នឹងចូលទៅកាន់កាបូប PayPal របស់យើងបានបាទហ្នឹងខ្ញុំជែកឡើងហ្នឹងបាទអញ្ចឹងបងប្អូនទាំងគ្នាធ្វើបំពេញឲ្យវាឲ្យពេញលក្ខខណ្ឌវាអស់ទៅបងប្អូនទាំងគ្នានឹងមានសិទ្ធនឹងអាចដកលុយចេញពីហ្គេមទាំងអស់ហ្នឹងបានហើយហ្នឹងហើយតោះឥឡូវយើងចូលទៅលេងមួយសម្រាប់បងប្អូនទាំងគ្នាថ្មីច្បាស់ជាអត់ដឹងទេហ្នឹងហើយខ្ញុំចូល start game មួយអញ្ចឹង game នេះគេតម្រូវឲ្យបងប្អូនទាំងគ្នាបាញ់រូបតោអត់ឲ្យបាញ់រូបមនុស្សទេបាទអញ្ចឹងរូបមនុស្សកន្លែងនេះអត់ឲ្យបាញ់ទេអញ្ចឹងយើងបាញ់បានរូបតោបាទអញ្ចឹងយើងបាញ់យ៉ាងម៉េចបាញ់ធ្វើមិនក៏ដោយបាញ់ឲ្យត្រូវរូបតោអញ្ចឹងយើងយកដៃយើងច្អល់ចំកន្លែងណាមួយទៅឃើញអត់អញ្ចឹងបាញ់តែប៉ុណ្្នឹងឈ្នះហើយងាយទេជាមួយនឹង game មួយហ្នឹងសម្រាប់បងដែលគាត់អត់ដឹងហ្នឹងឯងគាត់មិនដឹងថាលេងមិនបានឈ្នះលេងមិនបានទទួលបានលុយចេញពី game មួយហ្នឹងអញ្ចឹងណាចឹងច្បាស់ជាគាត់អត់ដឹងទេបើមិនជាយើងអត់ណែនាំគាត់អត់ប្រាប់គាត់ចឹងណាហើយមួយទៀតសម្រាប់បងប្អូនទាំងគ្នាចង់ទៅណែនាំមិត្តភក្តិបងប្អូនទាំងគ្នាត្រូវការ link នេះបងប្អូនទាំងគ្នាចុចកន្លែងហ្នឹងមកហើយចុចទៅលើពាក្យ invite នេះមកនេះកន្លែងនេះមកសញ្ញាដែលខ្ញុំដាក់ហ្នឹងបាទហើយបន្ទាប់មកបងប្អូនទាំងគ្នា copy នៅសញ្ញានេះបាទ copy សញ្ញាហ្នឹងហើយបងប្អូនទាំងគ្នាផ្ញើទៅកាន់មិត្តភក្តិបងប្អូនទាំងគ្នាទៅហើយគាត់មានចំណាប់អារម្មណ៍គាត់នឹង download ឬក៏លេងជាមួយកម្មវិធី game ហ្នឹងមួយយើងហើយហ្នឹងហើយបើសិនជាគាត់ចង់រកលុយតាមរយៈ game អញ្ចឹងណាដោយមិនចំណាយដើមទុនណាហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើតាមនឹងបានហើយបន្ទាប់មកកន្លែងនេះបើសិនជាបងប្អូនទាំងគ្នាណែនាំគេបាននឹងវាលោតសញ្ញាកាក់កន្លែងនេះអញ្ចឹងវានឹងឲ្យបាត់នៅកន្លោនទាំងអស់នេះកន្លែងខ្ញុំយល់ប្រាប់ជាងការវាលោតនៅកន្លែងនេះជាងការវាលោតនៅកន្លែងនេះសញ្ញាពណ៌លឿងបាទអញ្ចឹងបើសិនជាលោតនៅកន្លែងហ្នឹងបងប្អូនទាំងគ្នាចុច claim អស់ទៅនេះនៅពេលកន្លែងនេះដើរពេញអញ្ចឹងអាកន្លែងកាក់នេះវានឹងដូរចេញជាលុយឲ្យយើងវិញអញ្ចឹងវាដូរទៅណាអញ្ចឹងវាដូរទៅនេះចំណុចខាងនេះកន្លែងកាក់ណែនាំបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំបង្ហាញពីរបៀបនៃការដកកាក់ណែនាំកន្លែងហ្នឹងតោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងលុយរបស់ខ្ញុំមានចំនួន$1.62សេនបាទអញ្ចឹងបងប្អូនទាំងគ្នាដែលគាត់មានបំណងឬក៏ចង់លេងជាមួយកម្មវិធី game ហ្នឹងហើយបងប្អូនទាំងគ្នាអាចលេងបានហ្នឹងហើយជាមួយកម្មវិធី game ហ្នឹងងាយទេបងប្អូនទាំងគ្នាលេងក៏បានលុយណែនាំក៏បានលុយបាទនៅកន្លែងហ្នឹងហើយបញ្ជាក់កន្លែងនេះតិចបើសិនជាបងប្អូនទាំងគ្នាអត់ទាន់មាននៅ account PayPal ទេហ្នឹងហើយបងប្អូនទាំងគ្នាបង្កើតទៅវីដេអូនៅខាងក្រោមបើសិនជាបង្កើតហើយនៅតែអត់បានទៀតហ្នឹងហើយអាចជួយសេវាកម្មខាងខ្ញុំបានខ្ញុំនឹងបង្កើតជូនបងប្អូនទាំងគ្នាតែម្ដងបាទអញ្ចឹងមុននឹងដកលុយយើងត្រូវបញ្ជាក់នៅ account របស់យើងសិនចុចទៅលើ account ចា account ខ្ញុំបានជាប់ហើយបាទកន្លែងនេះខ្ញុំអត់បង្ហាញបងប្អូនទាំងគ្នាទេអញ្ចឹងនៃការដាក់សម្រាប់ធ្វើការដកលុយយើងគ្រាន់តែដាក់ account Gmail របស់យើងនិងឈ្មោះពិតដាក់នៅក្នុងអត្តសញ្ញាណប័ណ្ណណាដាក់ធម្មតា PayPal បង្កើតតាមអត្តសញ្ញាណប័ណ្ណបងប្អូនទាំងគ្នាបើមិនជាអត់ដាក់តាមអត្តសញ្ញាណប័ណ្ណទេគឺវាអត់បាញ់លុយឲ្យយើងទេនៅពេលដកលុយក៏មានបញ្ហាទៅតាមនឹងដែរបាទតោះឥឡូវកុំឲ្យខាតពេលវេលាបងប្អូនទាំងគ្នាយូរយើងចុចកន្លែងពាក្យពណ៌ទៅចេញទៅបាទអញ្ចឹងវានឹងបញ្ជាក់យើងហើយកន្លែងនេះបាទអញ្ចឹងលុយយើងចូលនេះចុចកន្លែងនេះមួយទៀតទៅបាទអញ្ចឹងចុចកន្លែងនោះមួយទៀតដើម្បីយើងនេះដកខាត់ពេលដកវាលើសញ្ញានេះទៅនេះសញ្ញានេះយើងចុចទៅសញ្ញាហ្នឹងទៅដកឲ្យយើងអញ្ចឹងលុយវាទៅកន្លែងនេះខាត់អញ្ចឹងបញ្ជាក់កន្លែងនេះតិចបើសិនជាកណីថាលុយយើងអត់នេះបើ account PayPal យើងមានបញ្ហានេះបងប្អូនទាំងគ្នាកន្លែងមើលខាងក្រោមក៏បានដែរខាត់គឺវាអត់ចូលទេវាលោតពាក្យមួយនេះបាទបើសិនជាកណីថា account យើងបាញ់លុយចូលរហូតនេះលោតសញ្ញានេះសិតសេះនេះខាត់បានន័យថាលុយយើងចូលទៅក្នុង PayPal របស់យើងហើយបាទអញ្ចឹងនេះនៅពេលដែល account យើងមានបញ្ហាវាប្រាប់អ្នកគេវាប្រាប់ឲ្យយើង change យក account PayPal របស់យើងថ្មីហ្នឹងបាទអញ្ចឹងលុយនឹងវាបាត់ទៅណាទេវានឹងត្រឡប់មកវិញបើសិនជា account របស់យើងមានបញ្ហាតែបើសិនជា account របស់យើងអត់មានបញ្ហាទេវានឹងចូលលុយនេះលោតជាសញ្ញាពណ៌ខៀវឲ្យយើងមកបាទជាក់កន្លែងហ្នឹងទៅកាន់បងប្អូនទាំងគ្នាអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការណែនាំទៅកាន់បងប្អូនទាំងគ្នាពីរបៀបនៃការដកលុយចេញពីកម្មវិធី game បាញ់ថ្មវិញហ្នឹងបាទសង្ឃឹមថាបងប្អូនទាំងគ្នានឹងពេញចិត្តនៅវីដេអូមួយនេះហ្នឹងហើយសម្រាប់បងប្អូនទាំងគ្នាទើបតែមកថ្មីឬមិនទាន់បានជួយចុចប៊ូតុង Subscribe នៅក្នុង Channel របស់ខ្ញុំកុំភ្លេចជួយចុចមួយទៅបងប្អូនទាំងគ្នាដើម្បីទទួលបាននៅវីដេអូអាប់ដេតថ្មីៗពីការរកលុយ game online ដោយមិនចំណាយប្រាក់ចំណូលបងប្អូនទាំងគ្នាសម្បីតែ1សេនបងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូថ្មីទៀត